បរិសុទ្ធចំណាស់បានបង្កើតរឿងព្រេងនិទានដល់ទេវតាដែលអាចស្រវឹងបាន1000ឆ្នាំមួយកែវហើយអ្នកនឹងលេចដេក1000ឆ្នាំពេញ1000វានឹងងើបឡើងវិញដោយស្វ័យប្រវត្តិបន្តសូម្បីតែពេលភ្ញាក់ខ្លួនក៏មិនចាស់ដែរដើម្បីបិទស្រាបានផលបរិសុទ្ធចំណាស់ផឹកស្រាទាំងយប់ទាំងថ្ងៃការប៉ុនប៉ងចុងក្រោយបានចំណាយពេល3ឆ្នាំបន្ទាប់ពីការបរាជ័យរាប់ពាន់ស្រាទីបំផុតពីបញ្ចេញធម្មពលទុក្លិនស្រាដ៏ចម្លែកបានសាយភាយពេញអាកាសគាត់លូកដៃចូលភ្លុកបន្តិចខ្ញុំបានខំហើយមិនពេញចិត្តគាត់ងក់ក្បាលទីបំផុតការស្រវឹងរាប់ពាន់ឆ្នាំត្រូវបានបញ្ចប់ដោយជោគជ័យដូច្នេះនៅយប់នោះគាត់ហើយកូនតូចទាំងពីរមកខាងគាត់លោកបែងបានអះអាងថាតុលាការឥឡូវស្ថិតក្នុងស្ថានភាពមនុស្សសមត្ថភាពនិងធៀមកំពុងរងការមូលហេតុដែលគាត់រត់គេចមិនខ្វល់ពីរឿងអ្វីទាំងអស់ញ៉ាំនៅទីហោស្ថានភ្នំដ៏ស្ងាត់ជ្រុងស្រាដ៏ទេវតាមានន័យដើម្បីបញ្ជិះការភ័យស្លន់ស្លោក្នុងពិភពលោកដ៏វឹកវរនិងងឹតនេះដរាបណាអ្នកនោះបានផឹកស្រាមួយកែវហើយភ្ញាក់ឡើងវិញវាមានរយៈពេល1000ឆ្នាំមកហើយចាប់តាំងត្រឡប់មកគេបានមកដើម្បីទប់ស្កាត់ការលួចពីជនខិលខូចគាត់បានយករូបមន្តហើយគាត់បានធ្វើស្រាដ៏ទេវតារូបមន្តត្រូវបានបែងចែកជាពីរផ្នែករៀងគ្នាវាត្រូវបានប្រគល់ទៅឲ្យបងប្អូនទាំងពីរហើយលោកក៏បានណែនាំពួកគេយ៉ាងពិសេសថាប្រសិនបើការភ្ញាក់ឡើង1000ឆ្នាំក្រោយមកពិភពលោកនៅតែភាពច្របូកច្របល់ចាស់បានផ្ទុះឡើងដូច្នេះពួកគេចូលយើងធ្វើការជាមួយគ្នាដើម្បីញ៉ាំស្រាដ៏ទេវតាបន្តដេកលក់អស់1000ឆ្នាំបងប្អូនទាំងពីរក៏នឹកឃើញដល់តាចាស់ការព្រៀនប្រដៅដ៏ស្មោះរបស់ឪពុកនៅលើផ្លូវពួកគេបានចែកផ្លូវគ្នានៅពេលនោះស្វែងរកកន្លែងស្ងាត់កន្លែងនោះស្ថិតក្នុងសភាពងុយដេកហើយគេនិយាយថាបានឃើញមនុស្សម្នាក់នេះត្រូវការតែពាក្យមួយម៉ាត់ប៉ុណ្ណោះជាមួយនឹងអ្វីគ្រប់យ៉ាងមានសណ្ដាប់ធ្នាប់នោះអ្វីនឹងទៅដល់ឲ្យអ្វីដំណើរការដោយរលូននឹងដូចតែអ្នកចង់បានទី2បានរកឃើញរូងភ្នំមួយទីតាំងនេះត្រូវបានបំបែកចេញពីពិភពលោកក៏ច្រើនណាស់មានមនុស្សតិចណាស់ដែលអាចរកវាបានគាត់បានយកស្រាដ៏ទេវតាចេញហើយមួយកែវហើយឥទ្ធិពលនៃជាតិអាល់កុលក៏បាត់ភ្លាមគាត់បានចុះទៅដេកទាំងស្រវឹងគាត់សន្លប់ប៉ុន្តែគាត់ដើម្បីឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងរបស់ខ្ញុំឡាវាបានខ្លាយទៅជាកន្លែងលាក់ខ្លួនរបស់ចៅនឹងយូរប៉ុន្មានចោលបានមកដល់ភ្នំរូងភ្នំត្រូវបានរៀបចំដើម្បីលាក់ខ្លួនតាមបានខ្លាយទៅជាការជួបគ្នាដ៏ភ្ញាក់ផ្អើលជាមួយនឹងប្រុសដួលសម្រស់ក្បែរខ្លួនស្រាក៏បញ្ចេញក្លិនឈ្ងុយឆ្ងាញ់ក្លិនឈ្ងុយហើយក្មេងប្រុសស្រវឹងសន្លប់មកប្រហែលជាចៅគាត់លើកកែវដោយមិនស្ទាក់ស្ទើរតាន់បានញ៉ាំមួយកែវហើយវាប្រែជាឆ្ងាញ់ភ្លាមក្លិនស្រាដ៏សម្បូរបែបបានប៉ះចំក្បាលខ្ញុំមុខដែលធ្លាប់ស្គាល់គឺជាមុខពណ៌សប្រែទៅជាក្រហមហើយបន្ទាប់មកខ្ញុំមានអារម្មណ៍ថាវិលមុខមួយរំពេចរាងកាយទាំងមូលរបស់ខ្ញុំតាន់បានដួលបោកក្បាលនឹងដីទាំងស្រវឹងពេលវេលាដូចជាខ្យល់បក់បោកមុខភ្លាម1000ឆ្នាំបានកន្លងផុតទៅក្នុងមួយប៉ព្រិចភ្នែកក្មេងប្រុសភ្ញាក់ពីដំណេកប៉ុន្តែពេលនោះខ្ញុំឃើញមនុស្សម្នាក់ដេកក្បែរមនុស្សម្នាក់គាត់ងឿងឆ្ងល់សួរភីគីម្ខាងទៀតថាអ្វីជាប្រាកដវាជាមនុស្សទេចៅនិយាយយ៉ាងប្រញាប់បានចំពុកដួលលើទឹកដីកំណប់នេះដោយបរោះនៅលើធ្នឹមក្មេងប្រុសគ្មានកំហុសខ្ញុំគិតថាអ្នកដទៃជាមនុស្សល្អដូច្នេះបញ្ហានៃស្រាដ៏ទេវតាត្រូវបានពិសេសទាំងអស់ប្រាប់ចៅវាបានដេកលក់អស់1000ឆ្នាំហើយពិភពលោកឥឡូវទៅជាយ៉ាងណាទោះជាយ៉ាងណាវាមិនអាចដឹងចម្លើយដើម្បីស្វែងយល់ពីពិភពខាងក្រៅក្រោបឡើងលាតត្រដាងហើយរៀបចំយើងបានចេញទៅប៉ុន្តែមិននឹកស្មានដល់គឺសម្លៀកបំពាក់ដែលគេបានរុះរើភ្លាមសម្រាប់ភេសស្រាដ៏ទេវតានោះរូបមន្តក៏ធ្លាក់ដល់ដីពេលនោះក្មេងប្រុសបានដឹងភីគីម្ខាងទៀតបានខ្លាយជាចៅឥឡូវនេះពួកគេក៏ជាខ្សែពូផងដែរសត្វកណ្ដូបនៅលើដីអាចទ្រាំទ្របានអញ្ចឹងខ្ញុំនឹងរកវាជាមុនសិនបងប្រុសរកឃើញតែមិនក៏ផ្សេងទៀតរបស់គាត់រូបមន្តសម្រាប់ស្រានៅពេលនេះចៅដោយអះអាងថាឥឡូវនេះមិនញឹកនឹងគ្នាទេមិនសមរម្យក្នុងការលើកឡើងដូច្នេះសូមលើកឡើងជាមុនសិនសម្លៀកបំពាក់រួចចេញទៅក្រៅដើម្បីធ្វើក្មេងប្រុសក៏និយាយជាភាសាចិនបុរាណដែរចៅចូលរូងភ្នំកន្លែងស្ងាត់នៅទីនោះជាកន្លែងចៅពិតរបស់គាត់ឆ្លងកាត់ចង្អៀតក្រោយពីឆ្លងកាត់ផ្លូវនេះទីបំផុតក៏មកដល់ពេលទៅដល់គោលដៅចៅក៏ចាប់បានអាវរបស់ចៅត្រូវបានគេប្រឡាក់ពេញខ្លួនប៉ុន្តែមុនពេលគាត់អាចសប្បាយចិត្តពេលនោះចៅដែលស្លៀកពាក់បានប្រែខ្លួនទៅជាភ្ញៀវកំពុងមិនព្រមទទួលយកនេះជាអ្នកគ្រប់គ្រងទេបន្ទាប់មកខ្ញុំបានទៅយកសម្លៀកបំពាក់មួយចំនួនទៀតពួកគេដោយគ្មានករណីលើកលែងប្រែទៅជាភេទ1000ឆ្នាំមុនពលឺបានខ្ចាត់ខ្ចាយបំណែកទាំងនេះរួចហើយត្រូវបានរលួយប៉ុន្តែវានៅតែល្អចៅក៏មានទ្រព្យសម្បត្តិពីរទៀតដែរគាត់បានយកពីចេញពីប្រអប់ឈុតត្រីមាសហើយប្រកាសជាពីរអ្នកនេះរបស់នោះមិនត្រូវបានបំផ្លាញដោយពេលវេលាពេលអ្នកទាំងពីរស្លៀកពាក់ពួកគេបានធ្វើការជាមួយគ្នាដើម្បីស្វែងរកច្រកចេញប៉ុន្តែនំផ្លាស់ប្ដូររាប់ពាន់ឆ្នាំរនដាមត្រូវបានបិទពួកគេគ្មានជំរឿអ្វីក្រៅពីស្វែងរកមួយផ្សេងទៀតគេមិនដឹងថាកន្លងផុតទៅប៉ុន្មានទេគេតែងតែធ្វើគេរកច្រកចេញហើយក្មេងប្រុសបាននិយាយថាប្រសិនបើជួយគាត់ស្វែងរកបងប្រុសរួចក៏បង្កើតឡើងមួយកំហុស1000ឆ្នាំគាត់ត្រូវចែកឲ្យគាត់មួយក្មេងប្រុសឆ្លើយតបបន្ទាប់មកចៅនោះបានប្រើកម្លាំងទុះចេញពីគ្រឿងដែកនៅលើក្បាលតែបានឃើញរថយន្តមួយកំពុងឆ្លងកាត់ពួកគេរំភើបមើលទៅចៅនោះឈរនៅទីកន្លែងក្មេងប្រុសដែរមិនអាចរងចាំបានទៀតបានឡើងទៅតែបានឃើញស្បែកជើងកែងក្រហមមួយកំពុងដើរឆ្លងមុខគាត់តែគាត់មិនដឹងថាពេលនេះពិភពលោកនេះនឹងធ្វើឲ្យពួកគេចេញចិត្តឬនឹងធ្វើឲ្យពួកគេបន្តកេងស្រមៃ1000ឆ្នាំទៀតទេអ្នកទាំងអស់គ្នាកំពុងមើលមានដឹងថាស្រានឹងមានលក់នៅទីណាទេអេដមីនចង់ទិញ10គេហើយផឹកជាមួយបងប្អូនម្ដង1000ឆ្នាំក្រោយចាំជួបគ្នាបាយបាយហើយពួកសៀម